ថ្ងៃនេះចង់នាំអារម្មណ៍អ្នកស្រុកជីក្រែងមកស្គាល់នៅហាងអាហារពេលព្រឹកក៏ដូចជាកាហ្វេដែលទើបតែបើកដំណើរការថ្មីដែលមានទីតាំងស្ថិតនៅក្នុងភូមិដូនរែកនៃស្រុកជីក្រែងសរសើរម្ចាស់ហាងមែនទែនគាត់បានធ្វើការបើកដំណើរការនៅភោជនីយដ្ឋានក៏ដូចជាកាហ្វេនៅក្នុងស្រុកជីក្រែងរបស់យើងដើម្បីឲ្យបម្រើទៅដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងស្រុកផងដែរបើនិយាយអំពីការរៀបចំហាងរបស់គាត់ក៏ដូចជាកាហ្វេរបស់គាត់គឺមានការរៀបចំល្អខ្លាំងមែនទែនបរិយាកាសល្អហើយក៏ដូចជាមានទេសភាពធម្មជាតិហើយនឹងកន្លែងថតរូបស្អាតៗខ្លាំងមែនទែនហើយសម្រាប់បងប្អូនដែលចូលចិត្តសាកនៅថ្មីអីអាចមកគ្រប់គ្រងហាងគាត់បានអញ្ចឹងបងប្អូនច្បាស់ជាចង់ដឹងហើយថាកន្លែងគាត់មានលក់អីគេខ្លះហើយមានបរិយាកាសឬជាទស្សនវិជ្ជាបែបណាខ្លះកុំភ្លេចតាមដានវីដេអូនេះជាមួយខ្ញុំទាំងអស់គ្នាជម្រាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំចង់នាំអារម្មណ៍បងប្អូនទាំងអស់គ្នាមកស្គាល់ភោជនីយដ្ឋាននិងកាហ្វេដូនរាជដែលទើបតែបើកដំណើរការបានខ្ទង់2សប្តាហ៍តែប៉ុណ្ណោះបើនិយាយអំពីការដេក័រហាងរបស់គាត់គឺគាត់មានការរៀបចំគិតគូរខ្លាំងមែនទែនទៅដល់ភ្ញៀវដែលមកញ៉ាំកន្លែងគាត់បើនិយាយអំពីការរៀបចំក្នុងហាងរបស់គាត់គឺមានទីតាំងធំទូលាយមានអនាម័យហើយមានរបៀបរៀបរយខ្លាំងមែនទែននិយាយទៅគាត់ទើបតែបើកដំណើរការបាន2សប្តាហ៍ទេប៉ុន្តែមានការគ្រប់គ្រងខ្លះៗហើយការរៀបចំរបស់គាត់គឺផ្សារភ្ជាប់ជាមួយនឹងធម្មជាតិសម្រាប់អ្នកដែលចូលចិត្តធម្មជាតិដូចខ្ញុំពេលចូលមកគឺមានអារម្មណ៍ថាស្រស់ស្រាយខ្លាំងមែនទែននិយាយទៅស្រុកជីក្រែងរបស់យើងឥឡូវនេះគឺមានការអាប់ដេតខ្លាំងមែនទែនហើយគាត់ក៏មានហាងកាហ្វេនៅជួបហាងបាយរបស់គាត់ផងដែរនិយាយទៅ concept រៀបចំកាហ្វេរបស់គាត់នេះគឺមានការរៀបចំបែបស្តង់ដារផងដែរគឺគាត់រៀបចំបានស្អាតខ្លាំងមែនទែនបងប្អូននិយាយទៅឃើញការរៀបចំឃើញហាងរបស់គាត់ស្អាតនេះគាត់ថាតម្លៃថ្លៃអីអត់ទេបងប្អូនតម្លៃសមរម្យធម្មតាដូចតែគេដូចតែឯងដែរបងប្អូនប៉ុន្តែគាត់ថាម្ចាស់ហាងគាត់ក៏ចូលចិត្តការរៀបចំឲ្យស្អាតលើកមុខមាត់ស្រុកផងដែរហើយខ្ញុំស្រឡាញ់ប្លង់មួយនេះខ្លាំងមែនតើបងប្អូន view មើលខាងក្រៅគឺឃើញទេសភាពគាត់រៀបចំមកអាងត្រីនឹងគឺថាឲ្យស្អាតខ្លាំងមែនតើអ្វីដែលកាន់តែពិសេសទៀតគឺគាត់មានជាមួយនឹងបន្ទប់ VIP សម្រាប់បងប្អូនដែលមកលក្ខណៈជា team work ឬក៏ជាក្រុមការងារប្រជុំធំអីអាចមកកន្លែងគាត់បានបើនិយាយអំពីមុខម្ហូបរបស់គាត់គឺគាត់មានលក់អាហារពេលព្រឹកហើយនិងអាហារពេលថ្ងៃអាហារពេលល្ងាចប៉ុន្តែបច្ចុប្បន្ននេះគឺគាត់ដំណើរការតែអាហារពេលព្រឹកសិនចាំមើលសន្ទុះការគ្រប់គ្រងពីបងប្អូនទាំងអស់គ្នានិយាយទៅកន្លែងគាត់មានលក់មុខម្ហូបច្រើនខ្លាំងមែនតើមានបាយមានកាទៀវមានស៊ុបគាវស៊ុបអីផ្សេងគឺច្រើនខ្លាំងមែនតើថ្ងៃនេះម្ចាស់ហាងគាត់ដាក់ឲ្យខ្ញុំសាកច្រើនមុខខ្លាំងមែនតើមានបាយមាន់ចៀននិយាយទៅបាយមាន់ចៀនគាត់តំណងខ្លាំងមែនតើបងប្អូនហើយមានបាយសាច់ជ្រូកមានបាយគោដែកមានកាទៀវបាក់សៀងមានកាទៀវប្រហិតត្រីមានកាទៀវសាច់មាន់ហើយមានស៊ុបគាវទៀតផងនិយាយទៅមានមុខម្ហូបច្រើនទៀតបងប្អូនអាចមកមើលឬក៏កំងនៅហាងផ្ទាល់បានឥឡូវនេះខ្ញុំមកសាកជាមួយនឹងបាយសាច់ជ្រូករបស់គាត់សិននិយាយទៅឆ្ងាញ់មែនតើបងប្អូនហើយនិយាយទៅមុខម្ហូបរបស់គាត់រៀបចំទាំងគេហៅថាសោភ័ណភាពហើយនឹងរសជាតិទទួលយកបានបងប្អូនអាចមកសាកបានអញ្ចឹងណាហើយនិយាយទៅតម្លៃអីសមរម្យទេបងប្អូនឃើញហាងគាត់រៀបចំស្អាតអីតិចឲ្យហ៊ានចូលហើយគាត់ក៏មានលក់ជាប្រភេទកាហ្វេបងប្អូនចង់ញ៉ាំនៅក្នុងហាងក៏បានចង់ញ៉ាំនៅខាងក្រៅក៏បានហើយក៏មានការរៀបចំបែបអ្នកដែលចូលចិត្ត outdoor ចូលចិត្តបរិយាកាសធម្មជាតិអីអាចមកខាងក្រៅទៅបើសិនជាអ្នកទាំងគ្នាចូលចិត្តញ៉ាំនៅក្នុងហាងអីអាចទៅក្នុងហាងកាហ្វេរបស់គាត់បានអញ្ចឹងណានិយាយទៅគាត់រៀបចំច្រើនខ្លាំងមែនតើធំនិយាយទៅសម្រាប់តម្រូវការអ្នកដែលគាត់ចូលចិត្តមកកន្លែងមួយបានច្រើនហើយបើយើងមើលបន្ទប់ទឹករបស់គាត់មានការរៀបចំក៏ស្អាតផងដែរបន្ទប់ទឹករបស់គាត់គឺគាត់គិតគូរមែនតើទៅដល់សុខភាពផាសុខភាពអ្នកដែលគាត់មកកន្លែងគាត់អញ្ចឹងណាបងប្អូនសម្រាប់ទីតាំងរបស់គាត់គឺនៅលើផ្លូវជាតិលេខ6តែម្ដងបើសិនជាបងប្អូនជិះពីខាងផ្សារកំពង់ក្ដីមកគឺតាមប្រមាណនាទីទេគឺដល់ទីតាំងរបស់គាត់ហើយនៅខាងឆ្វេងដៃជិតដល់តារាងបារដូនរាជប៉ុន្តែបើសិនជាបងប្អូនជិះពីខាងស៊ីមរៀបមកគឺហួសតារាងបារដូនរាជបន្តិចគឺដល់ហើយខាងស្ដាំដៃតែម្ដងតែមានទីតាំងជាប់នឹងកន្លែងលក់គ្រឿងសំណង់ចឹងវីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេជម្រាបលាជួបគ្នានៅវីដេអូក្រោយ